Yeah នេះគឺជាបណ្ណាមួយទៀតដែលខ្ញុំព្យាយាម complete វាអ្នកនរគ្នាឃើញ get a $58 bonus អូខេអញ្ចឹង bonus មួយក្រុមនេះវាតម្រូវឲ្យយើង create 3 video reels អញ្ចឹងបង្កើតឬក៏ផលិត video reel ចំនួន3 videos ដែលមានប្រវែង30 second ដូចអ្នកនរគ្នាឃើញជាក់ស្ដែងណាមិនមែនជុំកន្លងទេហើយ30 second ហ្នឹងមិនមែនតម្រូវថា30 second ទេអាចនឹងវែងជាង30 second ឬក៏ longer than 30 second ហ្នឹងទៅអញ្ចឹងណាតែបើទៀបឬក៏ប្រវែងខ្លីជាង30 second អាហ្នឹងនៅអត់គ្រប់លក្ខខណ្ឌឬក៏មិនមែនជាលក្ខខណ្ឌវាទេអញ្ចឹងណាអញ្ចឹងវាតម្រូវឲ្យយើង create 3 video reels ដែលមានប្រវែងចាប់ពី30 second ឡើងមានន័យថា30វិនាទីឡើងណាហើយអានេះគឺតម្រូវឲ្យយើងធ្វើតែ3 video reel ទេអញ្ចឹងណាអូខេអ្នកនរគ្នាអាចសង្កេតមើលបានហើយតើតើនឹង reach វិញវាតម្រូវឲ្យយើងទទួលបាន reach 709 qualify view qualify view ហ្នឹងគឺសំដៅទៅលើ view ដែលគេចុចមើលបើយើងចន្លោះពីប្រមាណ second ឡើងអីចឹងបានគេរាប់ជា qualify view អ្នកខ្លះគ្រាន់តែ click មកបន្តិចហើយអូម្លងមកយើងអាហ្នឹងមិនមែនគេហៅថា qualify view ទេ qualify view គឺស្ថិតនៅលក្ខខណ្ឌកំណត់របស់ platform មួយអញ្ចឹងណាហ្នឹងហើយចង់ដឹង search បន្ថែមទៅ qualify view ហើយសម្រាប់ bonus នេះ qualify view របស់ខ្ញុំគឺនៅខ្វះប្រមាណនេះខ្វះបន្តិចអ្នកឃើញខ្វះបន្តិចឥឡូវមើលចំនួនជាក់ស្ដែងអ្នកឃើញ663 qualify view លើ709អញ្ចឹងវាខ្វះបន្តិចទេអត់ខ្វល់ទេហើយសម្រាប់qualify reels គឺខ្ញុំ complete ហើយ3 video គឺខ្ញុំធ្វើ complete ហើយអញ្ចឹងរងចាំមើលថាតើនឹងបានចាយប៉ុណ្ណាហ្នឹងដល់ថ្ងៃ23 24នោះមិនដឹងអានេះលទ្ធផលបើសិនជាយើង complete ក៏យើងសង្ឃឹម50 លើ 50 ដែរព្រោះការងារនៅលើ online មិនប្រកប 100% ទេមួយចានទឹកមួយចានគោបន្ថយអាហ្នឹងណា yes អញ្ចឹងរងចាំមើលវាជាក់ស្ដែងហើយដូចអ្នកនរគ្នាឃើញគឺខ្ញុំ complete ជាមួយនឹង3 video reels តែនៅខ្វះ view តិចតួចតែ view ហ្នឹងអត់អីទេវាកើតក្រោយទេហើយវាមិនទាន់ផុតកំណត់ថ្ងៃណាថ្ងៃដល់ថ្ងៃទី11នោះអូខេនៅច្រើនថ្ងៃទៀត